មិនមានបាកាទំលីប្រហែលជាមិនដឹងអំពីចរិតពិតរបស់កីឡាករបើអានកូឡូកាន់តេទេបងប្អូនបើយោងបើតាមការបង្ហើបរបស់កីឡាករបើជាមីវ៉ាឌីក៏បានទំលាយថាបើថ្ងៃបើដែលបើកាន់តេបើឈ្នះបើពានរង្វាន់បើ UCL ហ្នឹងបើគាត់បានបើខលបងប្អូនយើងបើខលបើទៅបើកីឡាករកាន់តេបើដើម្បីបើអបអសាទរបើដែលបើមិត្តចាស់របស់ខ្លួនគឺបើឈ្នះពានរង្វាន់បើ UCL ប៉ុន្តែអ្វីដែលខកចិត្តនោះគឺបើខលទៅពេលហ្នឹងបើគឺបើកាន់តេមិនបានមកលើកទូរស័ព្ទទេបងប្អូនបាទរឿងមួយបើដែលបើយើងនៅស្មានមិនដល់នោះគឺប៉ុន្មានម៉ោងក្រោយមកបើស្រាប់តែបើកាន់តេនឹងខលមកកីឡាករបើជាមីវ៉ាឌីវិញបើហើយបើប្រាប់ថាបើគាត់សុំទោសបើដល់គាត់មិនបានមកលើកទូរស័ព្ទបើប្រថាបើគាត់បានទុកទូរស័ព្ទចោលដើម្បីរត់បើហាត់ប្រាណមកនៅខាងក្រៅបាទអញ្ចឹងក៏បើគាត់សុំទោសបើសម្រាប់បើការបើខកខានបើក្នុងការលើកទូរស័ព្ទរបស់កីឡាករបើជាមីវ៉ាឌីបាទអញ្ចឹងបើរឿងនេះបើធ្វើឲ្យកីឡាករបើជាមីវ៉ាឌីភ្ញាក់ខ្លួនថាបាទកីឡាករដែលជោគជ័យគឺមិនមែនសាមញ្ញទេបងប្អូនបាទតែបាទក្លឹបបាទឈ្នះពានភ្លាមហ្នឹងគឺកីឡាករកាន់តេគឺមិនបានទៅសប្បាយមិនបានទៅជប់លៀងបាទផឹកស៊ីបាននៅក្លឹបបាទសប្បាយទេបងប្អូនយើងបាទគឺក្លឹបឈ្នះពាននៅយប់ហ្នឹងបាទព្រលឹមឡើងបាទកាន់តេបរត់ហាត់ប្រាណធម្មតាអត់មានបាទក្លឹបឈ្នះពានទៅអីណាបាទចូលក្លឹបផឹកស៊ីព្រលឹមឡើងងើបមកងើបមិនរួចអីទេគឺមិនមែនជាចរិតរបស់កាន់តេទេបងប្អូនយើងបាទអញ្ចឹងនេះជារឿងមួយដែលគួរឲ្យសរសើរមែនទែនសម្រាប់បាឆន្ទៈហើយក៏មិនឆ្ងល់ដែរបាទហេតុអ្វីបានជាបាទកាន់តេបាទជោគជ័យខ្លាំងបាទព្រោះថាគាត់ស្រឡាញ់បាទការវឹកហាត់ចិត្តមោះមុតបងប្អូនយើងបាទពិតជាពិសេសមែនទេសម្រាប់បាទកាន់តេបាទអរគុណ